លោកយ៉ានរឿនអភិបាលរងស្រុកសាច់កណ្ដាលចូលរួមក្នុងកិច្ចប្រជុំពង្រឹងការងារគណបកនៅឃុំតាឯកនិងឃុំកោះចរាមខេត្តកណ្ដាលនាថ្ងៃទី07ខែមេសាឆ្នាំ2021ថ្នាក់ដឹកនាំគណៈប្រជាជនកម្ពុជាស្រុកសាច់កណ្ដាលបានចុះជួបសំណេះសំណាលនិងដឹកនាំកិច្ចប្រជុំការងាររបស់នៅមូលដ្ឋានឃុំតាឯកនិងឃុំកោះចរាមដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងក្នុងឱកាសដ៏មានអត្ថន័យនេះលោកយ៉ានរឿនអភិបាលរងនៃគណៈអភិបាលស្រុកសាច់កណ្ដាលបានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំដែលដឹកនាំដោយលោកចេងឌីណាប្រធានគណៈកម្មាធិការគណៈស្រុកសាច់កណ្ដាលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ផ្សេងទៀតរួមមានឯកឧត្តមហ៊ូគុណវុឌ្ឍអនុប្រធានក្រុមការងារគណបកចុះមូលដ្ឋានឃុំតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមហ៊ុលបណ្ណារតសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះចរាមលោកទូចស្រេងអនុប្រធានទី1ក្រុមការងារគណបកចុះមូលដ្ឋានឃុំតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆៃរតនៈសមាជិកគណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាឯកសកម្មភាពនិងគោលបំណងសំខាន់នៃកិច្ចប្រជុំវត្តមានរបស់លោកយ៉ានរឿនក្នុងនាមជាអភិបាលរងស្រុកបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួលរវាងរដ្ឋបាលសាលាស្រុកនិងការងារគណបកនៅថ្នាក់មូលដ្ឋានកិច្ចប្រជុំបានផ្ដោតសំខាន់លើ1ការពិនិត្យវត្តភាពការងារតាមដានលទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លងមកក្នុងឃុំទាំងពីរ2ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងលើកកម្ពស់ស្មារតីសហការរវាងក្រុមការងារចុះមូលដ្ឋាននិងមន្ត្រីបាក់ឃុំភូមិ3ការបម្រើសេវាសាធារណៈបន្តជំរុញការផ្តល់សេវាឲ្យបានលឿនត្រឹមត្រូវនិងតម្លាភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលការបដិញ្ញាចិត្តដើម្បីមូលដ្ឋានតាមរយៈកិច្ចប្រជុំនេះលោកអភិបាលរងនិងថ្នាក់ដឹកនាំទាំងអស់បានសម្ដែងនូវការបដិញ្ញាចិត្តយ៉ាងមុតមមក្នុងការបន្តចុះជាប់ជាមួយប្រជាពលរដ្ឋដើម្បីស្វែងយល់ពីសុខទុក្ខនិងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានឃុំតាឯកនិងឃុំកោះចរាមឲ្យទាន់ពេលវេលាសកម្មភាពនេះមិនត្រឹមតែបង្ហាញពីភាពរឹងមាំនៃរចនាសម្ព័ន្ធបាក់ក្នុងស្រុកសាច់កណ្ដាលប៉ុណ្ណោះទេប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសមត្ថភាពដឹកនាំនិងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាន់ក្រោយដូចជាលោកយ៉ានរឿនក្នុងការរួមចំណែកអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន